Tràជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាហ្នឹងហើយអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំមកធ្វើការបកស្រាយលម្អិតតាក់ទងជាមួយនឹងចំណាយការប្រាក់ដោយយោងទៅតាមប្រកាសរបស់ពន្ធលើប្រាក់ចំណូលរបស់ពន្ធដារដែលគាត់ចេញវិសោធនកម្មចុងក្រោយដែលមានលេខលិខិត578ហើយដូចជាគាត់ចេញប្រកាសហ្នឹងគាត់វិសោធនកម្មហ្នឹងនៅថ្ងៃទី19ខែ9ឆ្នាំ2024ណានៅក្នុងវីដេអូកន្លងមកហ្នឹងគឺខ្ញុំបានបង្ហាញដែរតាក់ទងជាមួយនឹងការគណនាកំណត់ការប្រាក់ហ្នឹងនៅលើ file Excel ឬនៅលើ template របស់ពន្ធដារតែថ្ងៃហ្នឹងខ្ញុំចង់បង្ហាញតាក់ទងមុខប្រកាសនៅលើបោះពន្ធដារតែម្ដងដោយសារតែគណនេយ្យក៏ដូចគ្នាយើងថ្មីមួយចំនួនហ្នឹងគាត់អត់ទាន់ច្បាស់អញ្ចឹងណាហើយមួយទៀតដោយសារគាត់មាន basic បានន័យថាគាត់មាន foundation ទៅលើច្បាប់កន្លែងចំណុចហ្នឹងអញ្ចឹងដល់ពេលគាត់ទៅមើល file Excel ហ្នឹងគាត់ហ៊ានពិបាកអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកដែលថ្មីហ្នឹងគាត់អាចទៅអានលម្អិតនៅក្នុងប្រកាសរបស់ពន្ធដារបន្ថែមទៅហើយចាំព្យាយាមត្រឡប់មកវិញមកមើល file គណនារបស់ខ្ញុំណាអញ្ចឹងយើងអាចទៅមើលទម្រង់មើល page តាក់ទងជាមួយចំណាយការប្រាក់ហ្នឹងមកដូចជានៅក្នុងpage ទី25ប្រការទី29នេះណាហ្នឹងហើយអញ្ចឹងអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាការគណនាការប្រាក់ហ្នឹងនៅក្នុង step ទីប្រមាណនៃការគណនា TI ប្រចាំឆ្នាំអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាត្រូវដឹងថាការគណនា TI ប្រចាំឆ្នាំកន្លងមកមានគណនេយ្យថ្មីភាគច្រើនគាត់គិតថាការងារនឹងស្មុគស្មាញសាំញ៉ាំពិបាកតែអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាការពិតអត់ពិបាកទេឲ្យតែអ្នកទាំងអស់គ្នាចាប់ step មួយឲ្យបានច្បាស់ណាអញ្ចឹងខ្ញុំអាច summary ខ្លីៗឲ្យអ្នកទាំងអស់គ្នាឡើងវិញតាក់ទងជាមួយការគណនា TI ប្រចាំឆ្នាំហ្នឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវស្គាល់ទី1មានន័យថាអ្នកទាំងអស់គ្នាត្រូវស្គាល់ប្រាក់ចំណេញខាតមុនពេលបង់ពន្ធជាទូទៅតួលេខហ្នឹងគឺមាននៅក្នុង income statement យើងមានន័យថាយើងយក net income before tax នៅក្នុង income statement នៅក្នុងប្រព័ន្ធគណនេយ្យរបស់យើងយកមកធ្វើមូលដ្ឋានគណនាបន្ទាប់មកទៀតវាមានបូក2ដក2ទៅតាមច្បាប់របស់ពន្ធគឺយើងបូកនៅចំណាយមិនកាត់កងបានមានន័យថាគ្រប់ចំណាយដែលយើងចំជីនៅក្នុងពន្ធដារនៅក្នុង accounting system យើងមិនប្រកាសថាពន្ធដារគេអនុញ្ញាតឲ្យទេចឹងអ្នកទាំងអស់គ្នាត្រូវយល់ថាតើចំណាយមួយណាដែលពន្ធដារមិនអាចអនុញ្ញាតឲ្យកាត់កងតែយើងចំជីជាចំណាយនៅក្នុង accounting របស់យើងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាប់តួលេខទាំងអស់ហ្នឹងយកមក add back មកវិញហើយយើងទៅសិក្សាលើចំណូលជាប់ពន្ធតែយើងអាចបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យក៏ត្រូវយកមកបូកចូលមកវិញដើម្បីរកមូលដ្ឋានប្រាក់ចំណេញខាតថ្មីមួយទៀតហើយយកមកដកនៅចំណាយដែលមិនបានកត់ត្រាជាចំណាយពន្ធដែលឲ្យកាត់កងអាហ្នឹងភាគច្រើនគឺចំណាយរំលោះនឹងឯងដែលរំលោះយើងធ្វើនៅក្នុង accounting system follow ទៅតាមស្តង់ដារគណនេយ្យហ្នឹងមួយចំនួនគឺវាអត់ដូចគ្នាចំណុចដែលអត់ដូចគ្នាហ្នឹងយើងត្រូវ add back មកវិញហើយយកចំណាយដែលពន្ធគាត់ឲ្យកាត់កងតាមច្បាប់របស់គាត់ទាំងស្រុងនៅលើ fixed asset មានប្រមាណខ្លះនៅក្នុង P13 ហ្នឹងយកមក add មកវិញហើយដកជាមួយនឹងចំណូលបានកត់ត្រាតែអត់បានតែពន្ធថាហ្នឹងគ្រាន់តែជាចំណូលមិនពិតពន្ធក៏គេឲ្យយើងដកចេញវិញដែរដើម្បីឲ្យវាស្មើភាពគ្នាណាអញ្ចឹងយើងក៏ក្នុងនាមយើងគណនេយ្យយើងដឹងហើយត្រូវគេថាចំណូលណាដែលពន្ធដារគេអត់ឲ្យយើងបង់ពន្ធអញ្ចឹងឯងបានយើងទាមទារថាដើម្បីជា basic foundation ដែលគណនេយ្យអាចធ្វើការនឹងបានរលូនក្នុងការតម្លើង file TI ហ្នឹងលុះត្រាតែអ្នកទាំងអស់គ្នាស្គាល់4ចំណុចហ្នឹងអស់ហើយការដើម្បីស្គាល់ហ្នឹងអត់ពិបាកអីគឺអ្នកទាំងអស់គ្នាទៅអាននៅក្នុងប្រកាសដែលខ្ញុំបង្ហាញមិញគឺ578អ្នកទាំងអស់គ្នាព្យាយាមអានម្ដងហើយម្ដងទៀតហើយព្យាយាមមកមើលវីដេអូដែលខ្ញុំកាត់ខ្លីៗហ្នឹងមើលហើយអានហើយមើលទៅមើលលើកទី1អ្នកទាំងអស់គ្នាគិតថាអត់យល់មិនដឹងនិយាយអីទេដោយសារតែអ្នកទាំងអស់គ្នាអត់ទាន់បានចាប់បាន foundation មួយហ្នឹងឬក៏ basic knowledge មួយហ្នឹងណាអញ្ចឹងអ្នកទាំងអស់គ្នាព្យាយាមធ្វើដដែលពី3ដងទៅអ្នកទាំងអស់គ្នានឹងដឹងថាតែពិតការងារមួយហ្នឹងស្រួលទេនៅពេលដែលអ្នកទាំងអស់គ្នា understand ពីប្រកាសអស់ហើយអ្នកទាំងអស់មកមើល file ដែលខ្ញុំបរោះខ្លីៗបានអ្នកទាំងអស់គ្នានឹងចាប់បានលឿននៅក្នុងការងារហ្នឹងអញ្ចឹងអាហ្នឹងដែលខ្ញុំចង់ highlight ឲ្យអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាបូកចំណូលចំណាយដែលនិច្ចភាពតាមច្បាប់ពន្ធហើយយើងនឹងឃើញប្រាក់ចំណូលសុទ្ធឃើញកន្លែងនេះខ្ញុំកាត់ចេញពី template របស់ពន្ធដារដែលនៅក្នុង E36 ហ្នឹងគេហៅថាប្រាក់ចំណូលសុទ្ធឬខាតក្រោយនិច្ចកម្មចំណូលចំណាយកន្លែងហ្នឹងគឺក្រោយចំណូលចំណាយតែយើងនៅមាន2 step ទៀតសម្រាប់ការគណនារក final របស់ពន្ធហ្នឹង TI ហ្នឹងគឺត្រូវបូកមកវិញនៅចំណាយសប្បុរសធម៌ដែលអត់ទាន់កាត់កងជាមួយនឹងបូកដកជាមួយនិច្ចភាពលើការប្រាក់ដែលខ្ញុំមកបង្ហាញក្នុងវីដេអូរបស់
វីដេអូហ្នឹងឲ្យអ្នកទាំងអស់គ្នាមើលកាន់ច្បាស់នៅក្នុង E39 ហ្នឹងណានេះយើងឃើញនៅក្នុង E39 អញ្ចឹងយើងត្រឡប់មកមើលប្រកាសរបស់យើងវិញដើម្បីអ្នកទាំងអស់គ្នាដឹងថាតើការប្រាក់ដែលពន្ធដារគាត់សម្ដៅនៅក្នុងប្រកាសទី29ហ្នឹងតើការប្រាក់ប្រភេទណាខ្លះដែលអាចកាត់កងបានអញ្ចឹងអ្នកទាំងអស់គ្នាត្រូវយល់ថា concept របស់ពន្ធដារមានន័យថាគ្រប់ចំណាយទាំងអស់ដែលអាចកាត់កងបាននៅក្នុងលក្ខខណ្ឌទី1ត្រូវតែជាចំណាយដែលបម្រើឲ្យអាជីវកម្មរបស់ក្រុមហ៊ុនណាអ្នកទាំងអស់គ្នាឃើញពាក្យនេះនៅក្នុងចំណុចទី1កថាខណ្ឌកគ្រប់ការប្រាក់ទាំងអស់ដែលយើងយកមក claim ឲ្យក្រុមហ៊ុនដាច់ខាតត្រូវតែបម្រើអាជីវកម្មឲ្យក្រុមហ៊ុនអាហ្នឹងមូលដ្ឋានគ្រឹះបើសិនវាជាចំណាយដែលយើងបង់ឲ្យទៅជាបំណុលឯកជនឬក៏តាក់ទងជាមួយផលប្រយោជន៍របស់តកែផ្ទាល់អត់បានបម្រើអាជីវកម្មនឹងអ្នកទាំងអស់គ្នាអាចដាក់ជួបបាននេះ 100% គឺត្រូវតែដកចេញណាអញ្ចឹងអានឹងខ្ញុំអត់និយាយវែងទៅរឿង personal ទេយើងនិយាយពីលក្ខខណ្ឌសម្រាប់ធ្វើការនៅក្នុងក្រុមហ៊ុនវិញហ្នឹងអញ្ចឹងទី1ចំណាយហ្នឹងត្រូវតែជាចំណាយដែលបម្រើការឲ្យក្រុមហ៊ុនទី2អ្នកទាំងអស់គ្នាត្រូវតែមានជាឯកសារ reference ត្រឹមត្រូវដូចជាកិច្ចសន្យាសងប្រាក់បានសងប្រាក់អីផ្សេងហ្នឹងមិនមានន័យថាដល់ពេលអ្នកទាំងអស់គ្នាអត់ដែលកត់ត្រាចូលគណនីផងសុកចុងឆ្នាំស្រាប់តែតកែគាត់បោះមកថាឥឡូវចំណាយការប្រាក់ឆ្នាំហ្នឹងមានប៉ុណ្នេះអ្នកទាំងអស់គ្នាយកមកតឡើងអត់បានទេណាហ្នឹងណាទោះបីអ្នកទាំងអស់គ្នាបានន័យថាអ្នកទាំងអស់គ្នាដាក់ចូល TI ភ្លាមហ្នឹងអត់មានអ្នកចាំអ្នកទាំងអស់គ្នាទេព្រោះអីដោយសារ TI ហ្នឹងយើងធ្វើដោយស្វ័យប្រកាសប៉ុន្តែនៅពេលដែលពន្ធគេចុះមក audit គេនឹងសិក្សាមកមើលចំណាយរបស់យើងទីរ reference អត់មានន័យថាអ្នកទាំងអស់គ្នាត្រូវបានពន្ធដារគាត់ចាប់ឲ្យយើងបង់ត្រឡប់មកវិញបង់ទាំងពីនៃបង់ទាំងការប្រាក់ហើយបើតាក់ទងមួយអាជីពរបស់យើងបានន័យថាយើងធ្វើការខ្វះភាពច្បាស់លាស់ក្នុងនាមយើងជាអ្នកកម្មបញ្ជីគណនេយ្យជាអ្នកប្រកាសពន្ធនឹងឯងអញ្ចឹងបើសិនជាមានករណីហ្នឹងអ្នកទាំងអស់គ្នាត្រូវត្រៀមខ្លួនរួចជាស្រេចនៅក្នុងការធ្វើយ៉ាងណាឲ្យវាត្រឹមត្រូវទៅតាមច្បាប់ពន្ធដារជៀសវាងការពិន័យជៀសវាងការប្រាក់ខ្លះបងច្រើនបើសិនជាទឹកលុយយើងលំអៀងច្រើនការប្រាក់ច្រើនណាអញ្ចឹងកន្លែងហ្នឹងត្រូវប្រុងប្រយ័ត្នចំណុចទី1ចំណុចមួយទៀតតាក់ទងជាមួយនឹងអានេះតាក់ទងមួយនេះតាក់ទងជាមួយនឹងលក្ខខណ្ឌដែលអាចកាត់កងបានចាំអ្នកទាំងអស់គ្នាមើលលម្អិតខ្លួនឯងអញ្ចឹងយើងទៅតាក់ទងជាមួយនឹងការគណនាកំហិតការប្រាក់វិញអញ្ចឹងនៅក្នុងកថាខណ្ឌទី3ហ្នឹងគឺគេនិយាយពីថារូបមន្តនៅក្នុងការគណនាការប្រាក់កំហិតការប្រាក់ដែលអាចកាត់កងបាននៅក្នុងឆ្នាំអញ្ចឹងអាចនិយាយបានថានៅក្នុងការប្រាក់ទាំងអស់មិនមែនមានន័យថាអ្នកទាំងអស់គ្នារាល់ចំណាយទាំងអស់អាចកាត់កងបានទេព្រោះគេជៀសវាងចំណាយខ្លះវាធំហួសហេតុវាអត់សមជាមួយស្ថានភាពអាជីវកម្មរបស់យើងអញ្ចឹងហ្នឹងពន្ធដារគាត់ចេញនៅក្នុងរូបមន្តនេះឲ្យយើងដើម្បីគណនាឡើងវិញគាត់កំណត់ចំនួនអតិបរមាឲ្យយើងគឺគាត់ឲ្យ 50% នៃប្រាក់ចំណូលសុទ្ធអត់ទាន់បូកដកជាមួយចំណាយការប្រាក់អញ្ចឹងជំហានដែលអ្នកទាំងអស់គ្នាត្រូវធ្វើអ្នកទាំងអស់គ្នាត្រូវរកមូលដ្ឋានសម្រាប់គណនាកំហិតការប្រាក់ 50% នឹងឡើងវិញដោយយកអីនេះដែលខ្ញុំបង្ហាញមិញអ្នកទាំងអស់គ្នាត្រូវយកប្រាក់ចំណូលសុទ្ធខាតក្រោយនិច្ចតកម្មចំណូលចំណាយរួចអ្នកទាំងអស់គ្នាយកមកគណនានៅក្នុងtemplate របស់ពន្ធដារគាត់មាន file ដែលកន្លែងមួយទៀតនេះកន្លែងគណនាការប្រាក់នេះណាឃើញនេះនៅក្នុងវីដេអូមុនខ្ញុំបង្ហាញលម្អិតដែរអញ្ចឹងតែនេះខ្ញុំ highlight ឲ្យអ្នកទាំងអស់គ្នាដើម្បីអ្នកទាំងអស់គ្នាស្រួលមើលអញ្ចឹងអ្នកទាំងអស់នេះនឹងឃើញនេះដែលខ្ញុំនិយាយមិញថាប្រាក់ចំណូលខាតសុទ្ធឬខាតក្រោយនិច្ចតកម្មចំណូលចំណាយហ្នឹងយកមកបូកមកវិញមានន័យថាគាត់ឲ្យយើងបូកនៅចំណាយការប្រាក់សិនអាការប្រាក់ដែលយើងចុះបញ្ជីគណនេយ្យហ្នឹងណាព្រោះឲ្យគាត់ឲ្យយកដាក់ចូលមកវិញសិនដូចខែដូចក្រុមហ៊ុននេះគាត់បានចំណាយអស់537លានអញ្ចឹងគាត់ឲ្យយើងដាក់ចូលមកវិញសិនដើម្បីរកមូលដ្ឋានថ្មីសិនអញ្ចឹងណាហើយបើមានចំណូលការប្រាក់ជួនកាលអាចក្រុមហ៊ុនខ្លះគាត់មាន fixed deposit មានអីចឹងទៅតាម finance គាត់ចាត់ចែងសាច់ប្រាក់ហ្នឹងបើមានអ្នកទាំងអស់គ្នាយកមកដាក់មកតែបើអត់មានទេអ្នកទាំងអស់គ្នាដាក់0ទៅអញ្ចឹងណាកន្លែងហ្នឹងអត់បញ្ហាទេជាក់បាច់ទៅលើជាក់ស្ដែងទៅលើវិជីការគណនាយើងបន្ទាប់មកយើងនឹងឃើញនេះប្រាក់ចំណូលសុទ្ធគ្មានការប្រាក់គ្មានទាំងចំណូលគ្មានទាំងចំណាយដែលយើងហៅថាមូលដ្ឋានគណនាកម្រិតកំហិតការប្រាក់ 50% អញ្ចឹងគាត់នឹងឲ្យយើងយកមកគុណនេះគុណជាមួយនឹង 50% ទៅឃើញចំនួនសាច់ប្រាក់អតិបរមាដែលអ្នកទាំងអស់គ្នាអាចកាត់កងបានគឺមាន643លានអញ្ចឹងណាហ្នឹងហើយអញ្ចឹងបានន័យថានៅក្នុងឆ្នាំហ្នឹងអ្នកទាំងអស់គ្នាអាចកាត់កងបានដល់643លានបែបទៅលើចំណូលសុទ្ធដែលយើងមានគេឲ្យ 50% អញ្ចឹងមានន័យថា
អ្វីដែលគាត់បានចាយនៅក្នុងឆ្នាំហ្នឹងគាត់ចាយបានប៉ុន្មាននេះអ្វីដែលគាត់ចាយនេះគាត់ចាយអស់តែ537ទេឃើញទេអញ្ចឹងអា537នេះវាទូជាងតូចជាង643បានន័យថាអ្នកទាំងអស់គ្នាចាយអត់លើសកំហិតការប្រាក់ទេអញ្ចឹងអ្នកទាំងអស់គ្នាអាច claim បានទាំងមូលបើ claim បានទឹកលុយពេញលេញនៅក្នុងហ្នឹងណាប៉ុន្តែបើឧទាហរណ៍ថាកន្លែងនេះអ្នកទាំងអស់គ្នាចាយលើសឧទាហរណ៍អ្នកអង្គចាយអស់100លានចុះខ្ញុំឧទាហរណ៍ឲ្យចាយអស់10លានចុះកុំឲ្យឃើញធំពេកហ្នឹងឯងអ្នកទាំងអស់គ្នាចាយអស់10លានតែជាក់ស្ដែងអ្នកគេឲ្យកំហិតការប្រាក់យើងត្រឹមតែ379លានទេអញ្ចឹងក្នុងឆ្នាំហ្នឹងអ្នកទាំងអស់គ្នាអាចទូទាត់ចំណាយបានត្រឹមតែ379លានទេអញ្ចឹងអ្វីដែលលើសនេះអ្នកទាំងអស់គ្នាត្រូវ add back មកវិញណា add back មកវិញអ្នកទឹកលុយដែលត្រូវ add back ហ្នឹងគឺ389លានអញ្ចឹង389លាននេះនឹងវានឹងคล้ายទៅជាចំណាយដែលមិនអាចកាត់កងបាននៅក្នុងឆ្នាំសារពើពន្ធរបស់យើងអញ្ចឹងនៅក្នុង file តកាសិលេដែលយើងកែតម្លើង TOI លើ E39 ហ្នឹងអ្នកទាំងអស់គ្នាត្រូវ add ត្រឡប់មកវិញបូកមកវិញអត់ដកអីណាកន្លែងនេះយើងបូកមកវិញអញ្ចឹងយើងបូកមកคล้ายទៅជាប្រាក់ចំណូលថ្មីដើម្បីបន្ថែមនេះឈប់ដើម្បីបន្ថែមជាចំណូលក្នុងឆ្នាំនឹងសិនថែមជាចំណូលក្នុងឆ្នាំហ្នឹងដើម្បីយកទៅគណនាពន្ធសម្រាប់ឆ្នាំសារពើចរន្តសារពើពន្ធចរន្តរបស់យើងនេះអ្នកទាំងអស់គ្នានេះមកវិញដាក់ចូលមកវិញអញ្ចឹងយើងនឹងឃើញទៅប្រាក់ចំណេញដែលកើតទៅជាប្រាក់ចំណេញឆ្នាំថ្មីដែលយើងត្រូវធ្វើហ្នឹងបងពន្ធបន្ថែម20% អញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំដាក់នេះចូលជាសញ្ញាបូកចុះដើម្បីកុំឲ្យអ្នកទាំងអស់គ្នាពិបាកមើលចឹងកន្លែងនេះឧទាហរណ៍ថាអ្នកទាំងអស់គ្នាក្រោយនិយត្តភាពចំណូលចំណាយហើយអ្នកទាំងអស់គ្នាឃើញប្រាក់ចំណូលសុទ្ធមុនពេលបងពន្ធយើងនេះឡើងដល់748លានทีนี้ប៉ុន្តែដោយសារតែការប្រាក់របស់យើងនោះគេឲ្យយើងកាត់កងបានត្រឹមតែ379ទេមិនហ្នឹងអញ្ចឹងយើងត្រូវ add ត្រឡប់ចូលមកវិញ389លាននេះឃើញអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញប្រាក់ចំណូលជាប់ពន្ធថ្មីរបស់យើងឡើងទៅ1139លានជាប្រាក់ចំណូលថ្មីណាសម្រាប់គណនាពន្ធដារអញ្ចឹងកន្លែងហ្នឹងដែលអ្នកទាំងអស់គ្នាថាពិបាកអញ្ចឹងយើងឃើញថាការគណនាក៏ពិតអត់បាក់អីអ្វីដែលអ្នកទាំងអស់គ្នាគ្រាន់តែដឹងគឺយកប្រាក់ចំណូលក្រោយនិយត្តកម្មចំណូលចំណាយហើយយកមកបូកត្រឡប់មកវិញនៅចំណាយការប្រាក់សិនដកនៅចំណូលការប្រាក់ពីសន្សំសិនដើម្បីរកកំហិតការប្រាក់ 50% ដល់យកទៅគុណនឹង50ទៅយើងឃើញហើយនៅពេលដែលយើងឃើញសមតលដែលពន្ធដារគាត់អនុញ្ញាតឲ្យកាត់កងនឹងហើយយើងយកមក compare ជាមួយចំណាយរបស់យើងជាក់ស្ដែងបើវាធំជាងយើងត្រូវដកចំនួនដែលលើសយកមក add back តែបើសិនជាចំណាយជាក់ស្ដែងរបស់យើងតូចជាងកំហិតការប្រាក់ 50% អញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នាអត់ add back ទេអ្នកទាំងអស់គ្នាដាក់0អញ្ចឹងណាដាក់0ចូលទៅគឺចប់ហើយអញ្ចឹងបានន័យថាពន្ធប្រាក់ចំណូលជាប់ពន្ធរបស់យើងមុននឹងក្រោយនិយត្តកម្មការប្រាក់អត់មានប្រែប្រួលទេដោយសារតែការប្រាក់របស់យើងវានៅក្រោមកំហិតអញ្ចឹងយើងអត់មាននិយត្តភាពទេអញ្ចឹងហើយអញ្ចឹងសំណួរបន្ទាប់ក៏សួរថាចូលការប្រាក់ឧទាហរណ៍ថាយើងចាយលើកំហិតការប្រាក់ចំនួនដែលយើងនៅលើ389លានទៀតហ្នឹងយើងយកទៅណាអាហ្នឹងវាចំនួនមួយហ្នឹងគឺពន្ធគេអនុញ្ញាតឲ្យយើងកាត់កងទុកបង្កកាត់កងទៅឆ្នាំក្រោយឃើញអ្នកចំណាយការប្រាក់ដែលមិនត្រូវបានអនុញ្ញាតកាត់កងនៅក្នុងឆ្នាំសារពើពន្ធចរន្តហ្នឹងគាត់អាចយោងជាចំណាយការប្រាក់សម្រាប់ឆ្នាំជាប់ពន្ធបន្តទៀតដោយគេទុករយៈពេលឲ្យយើងគឺ5ឆ្នាំដោយយោងខានអញ្ចឹងគេទុកឲ្យយើងកាត់កងរយៈពេល5ឆ្នាំអញ្ចឹងបើឆ្នាំហ្នឹងយើងនៅសល់389លានអញ្ចឹងអ្នកទាំងអស់គ្នា record ទុកទៅហើយយើងនៅចាំថានៅពេលដែលយើងធ្វើ TOI ឆ្នាំក្រោយនេះបើសិនជាកំហិតការប្រាក់យើងធំហើយយើងចាយអត់ដល់អញ្ចឹងអ្នកទាំងអស់គ្នាដកមួយចំនួនពី389លានហ្នឹងមកបូកបន្ថែមសម្រាប់ធ្វើចំណាយឆ្នាំថ្មីហ្នឹងទៅតែធ្វើម៉េចកុំឲ្យលើ 50% នៃកំហិតការប្រាក់របស់គាត់ហើយអ្វីដែលនៅសល់យើងទុកបង្កទៅឆ្នាំក្រោយឆ្នាំក្រោយតទៀតទៅហ្នឹងកន្លែងហ្នឹងតើតោជាមួយនឹងច្បាប់របស់ពន្ធដារណានឹងអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាមើលលម្អិតជាមួយថា file ដែលខ្ញុំធ្វើ
ការងារដែលពួកយើងធ្វើវាបែរទៅលើអីការពិតការងារដែលពួកយើងធ្វើក្នុងនាមជាគណនេយ្យមិនថា Chief Account ប្រធានគណនេយ្យ Account Manager Finance Manager អីផ្សេងហ្នឹងអ្វីដែលពួកយើងធ្វើការពិតយើងមានផ្លូវសម្រាប់